ឲ្យនោះបងប្អូនពូណាងលេងសើចជាមួយនឹងផ្លាក់ចយឥឡូវនេះមានការវែកញែកច្រើនឡើងហើយតាក់ទងជាមួយនឹងការវាយក្បាលពោះកីឡាករផ្លាក់ចយស្ទើរឲ្យផ្លាក់ចយស្ទើរតែចេញក្អួតតែម្ដងបងប្អូនបាទបងប្អូនប្រិមិត្តប្រសិនមកមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីតាក់ទងជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរបងប្អូនអ្នកស្នេហាវិស័យកីឡាផ្ដាល់គុណខ្មែរច្បាស់ណាស់ថាស្គាល់កីឡាករព្រំសំណាងហើយក៏ប្រហែលជាអាចស្គាល់កីឡាករផ្លាក់ចយឬក៏កីឡាករស៊ីនធូបាទស៊ីនធូនិងផ្លាក់ចយនេះកីឡាករផ្សេងគ្នាទេផ្លាក់ចយគេនៅក្លឹបរបស់លោកគ្រូអេហើយកីឡាករស៊ីនធូគេនៅក្លឹបរបស់លោកគ្រូរីគីហើយសូមបញ្ជាក់ផងដែរថាសម្រាប់កីឡាករផ្លាក់ចយនិងស៊ីនធូគេធ្លាប់ប្រកួតគ្នាម្ដងរួចមកហើយកាលនោះគឺកីឡាករផ្លាក់ចយគេយកឈ្នះបន្ទុកលើកីឡាករស៊ីនធូកូនសិស្សរបស់លោកគ្រូរីគីបែបណាក្តីមួយរយៈចុងក្រោយនេះឃើញថាបើទោះបីជាពួកគាត់ប្រកួតបាទមានការចាញ់ឈ្នះដោយបន្ទុកមែនប៉ុន្តែឃើញថា admin គុណខ្មែរយើងបច្ចុប្បន្ននេះហាក់បីដូចជាចាប់អារម្មណ៍និងផ្សព្វផ្សាយពីកីឡាករស៊ីនធូនិងកីឡាករផ្លាក់ចយនេះខ្លាំងមែនតើបាទឃើញថាប្រម៉ូទខ្លាំងមែនតើតាមរយៈការផ្សព្វផ្សាយដោយសារតែពួកគាត់ហាក់បីដូចជាគេហៅថាកំ pl ែងណាបាទកំ pl ែងស្ងួតបាទទាំងផ្លាក់ចយទាំងស៊ីនធូស្អាតតែប្រភេទកីឡាករដែលកំ pl ែងស្ងួតបងប្អូនបាទអញ្ចឹងកំ pl ែងក៏បានវាយក៏បានមិនធម្មតាទេបាទងាកមកចាប់អារម្មណ៍តាក់ទងជាមួយនឹងខ្លឹមសារដែលថាកីឡាករព្រំសំណាងវាយឲ្យកីឡាករផ្លាក់ចយស្ទើរតែធ្លាក់ក្អួតសំបីតែអ្នកគ្រូសសមាលីដែលយើងស្គាល់ថាជាប្រពន្ធលោកគ្រូអេវូថងបាទក៏គាត់ធ្វើការខមមិនដែរបាទគាត់ថាធ្លាក់ក្អួតវិញហើយបាទលក្ខណៈថាឈ្មោះផ្លាក់ក្អួតបាទអញ្ចឹងដោយសារតែគាត់ឃើញពីកណ្ដាប់ដៃរបស់កីឡាករពូណាងបាទវាយទៅកាន់ផ្លាក់ចយធ្វើឲ្យគាត់ស្ទើរតែចង់ក្អួតណាបើតាមពិតទៅខ្ញុំគិតថាបើសិនជាបាទព្រំសំណាងគាត់វាយហើយផ្លាក់ចយគាត់មានការត្រៀមខ្លួនបាន 100% គឺថាអត់អីទេបាទអត់ជាមានបញ្ហាដល់ថ្នាក់ហ្នឹងទេតែនេះខ្ញុំមើលពេលឃើញដល់ផ្លាក់ចយវាយពូណាងប្រឹងបាទប៉ុន្តែពេលដែលផ្លាក់ចយគាត់អត់មានការត្រៀមខ្លួនទុកបាទពូណាងហុចដៃមកបាទលូកដៃមកអាតេះរបស់គាត់ហ្នឹងបងប្អូនបាទលូកមកដៃមកពេញពីដៃបងប្អូនមានអីបាទផ្លាក់ចយគ្នាចង់ធ្លាក់ក្អួតដែរបាទធ្លាក់ក្អួតដែរហើយឃើញថាបន្ទាប់ពីវីដេអូនេះបាទបែកធ្លាយឃើញថាមានបងប្អូនអ្នកគាំទ្រគុណខ្មែរធ្វើការរិះគន់យ៉ាងចាស់ដៃទៅកាន់កីឡាករព្រំសំណាងបាទថាកីឡាករព្រំសំណាងជាកីឡាករសេរីចាស់ដែលតែងតែលេងសើចជ្រុលបាទតែងតែអីអញ្ចឹងបងប្អូនបាទឃើញថាធ្វើការខមមិនច្រើនមែនតើបាទថាអាងបានអីតែវាយគ្នាក្មេងៗគ្នាអត់បានត្រៀមខ្លួនអីចឹងណាបាទនេះគ្រាន់តែជាការខមមិនលើកឡើងរបស់បងប្អូនអ្នកគាំទ្រនោះទេបាទប៉ុន្តែការមើលឃើញជាក់ស្ដែងគឺអញ្ចឹងមែនបាទពូណាងបើគាត់លេងហើយបាទគាត់លេងលក្ខណៈរឿងអាចថារឿងជ្រុលបន្តិចដែរបាទចំពោះចំណុចនេះហើយពេលខ្លះសូម្បីពេលថ្លឹងគីឡូខ្លះពេលខ្លះគាត់លេងជាមួយកីឡាករបរទេសផ្សេងទៀតអាចថាលេងរៀងជ្រុលរឿងលើសអញ្ចឹងណាបាទថាអាចស្នើសុំកីឡាករព្រំសំណាងគាត់រៀងតម្លាក់រឿងការលេងអីនឹងបន្តិចទៅបាទព្រោះការវាយនៅលើសាយវៀនគឺកីឡាករគេបើគេអត់លេងមួយយើងទេគួរកុំលេងមួយកីឡាករបរទេសអីគួរកុំលេងសើចអីពេកបងប្អូនបាទចាំវាយនៅលើសាយវៀនចាំឈ្នះហើយចាំលេងសើចអត់អីទេប៉ុន្តែបើអត់ទាន់បានវាយផងលេងសើចបាទបើថាឌឺដងបែបតាក់ទាញវិជាប្រតិភិបអត់អីទេប៉ុន្តែបើសិនជាគាត់តែលេងសើចក្នុងន័យគ្រាន់តែលេងសើចទេគឺគួរកុំលេងអីបងប្អូនបាទអញ្ចឹងបងប្អូនយល់យ៉ាងណាដែរបាទហើយចំពោះផ្លាក់ចយក៏គ្នាបានចេញវីដេអូបាទអត់ឲ្យបងប្អូនអ្នកគាំទ្ររិះគន់ទៅពូណាងទេហើយគ្នាមានតែជូនពរឲ្យកីឡាករព្រំសំណាងទទួលបានជ័យជំនះនៅក្នុងយប់នេះហើយក៏ស្នើសុំឲ្យអ្នកគាំទ្រគុណខ្មែរទាំងអស់ចូលរួមគាំទ្រនិងលើកទឹកចិត្តដល់កីឡាករព្រំសំណាងបាទ
ដើម្បីឲ្យទទួលបានជ័យជំនះនៅយប់នេះទៅទៀតបងប្អូនបាទអញ្ចឹងមានន័យថាផ្លាក់ចយគ្នាអត់មានខឹងអត់មានអីកីឡាករព្រំសំណាងទេបាទអញ្ចឹងក្នុងនាមយើងជាអ្នកគ្រប់គ្រងបាទសម្រាប់ផ្លាក់ចយគាត់ត្រូវប៉ុណ្ណេះមិនជាអីទេបងប្អូនបាទខ្ញុំគិតថាមិនជាអីដោយសារតែគាត់គឺជាកីឡាករស្រាប់បាទអញ្ចឹងការវាយតប់នេះគឺជារឿងធម្មតាសូម្បីគាត់វឹកហាត់ពេលខ្លះក៏គាត់ត្រូវធ្ងន់ជាងនឹងទៅទៀតបងប្អូនបាទពេលវឹកហាត់ជាក់ស្ដែងហើយការប្រកួតជាក់ស្ដែងនៅលើសាយវៀនក៏រឿងគ្រោះថ្នាក់ជាងនឹងទៅទៀតបាទអញ្ចឹងអធិស្ឋានតកតងជាមួយនឹងការប្រកួតរបស់កីឡាករព្រំសំណាងយប់នេះបាទនៅថ្ងៃទី26បាទយប់នេះតែម្ដងបងប្អូនបាទនៅទីតាំងក្បែរវត្តស្ងួនពេជ្របាទដីឡូក្បែរវត្តស្ងួនពេជ្រខណ្ឌកំបូររាជធានីភ្នំពេញបាទប្រកួតជាមួយនឹងកីឡាករបរទេសគឺកីឡាករសមបាទសាវីបាទសូមសាវីក្នុងប្រភេទគីឡូ84គីឡូក្រាមបាទអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា